នៅរសៀលថ្ងៃប្រហោះ13កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី10ខែមេសាឆ្នាំ2025នេះនៅទីស្នាក់ការសាខាកាបានខំកម្ពុជាខេត្តបរៀងលោកពន្ទាវឌូម៉ាណាប្រធានកិត្តិយសសាខាហើយដំពេញពូសាប្រធានគណៈកម្មាធិការសាខាបានអញ្ជើញដឹកនាំសមាជិកសមាជិកាមន្ត្រីបុគ្គលិកសាខាធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងប្រគេនទេយ្យទានដល់ព្រះសង្ឃដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំសាញ់សម្បស័កពុទ្ធសករាជ2569ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះកម្មវិធីនេះបានប្រពៃធ្វើទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ឲ្យមានការបូជាទានធូបការភ្ញីគ្រឿងសក្ការៈនានាថ្វាយព្រះរតនត្រ័យស្វាជាយន្តោពុទ្ធជ័យមង្គលជាកិច្ចជូនដំណើរឆ្នាំចាស់និងទទួលអំណរឆ្នាំថ្មីនៅក្នុងពិធីនេះដែរឯកឧត្តមពេញពូសាព្រមទាំងថ្នាក់ដឹកនាំក្នុងនាមមន្ត្រីរាជការទាំងអស់ក្រុមអាវ៉ាតសូមបួងសួងសូមក្តីសុខចម្រើនមានសុខភាពល្អជោគជ័យលើគ្រប់ភារកិច្ចការងារសូមកើតមានចំពោះថ្នាក់ដឹកនាំគណៈកម្មការកម្ពុជាក្រុមការងារសាខាអនុសាខាទាំងមូលក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់តាំងពីឆ្នាំថ្មីចូលមកដល់និងជានិច្ចនិរន្តរ៍តរៀងទៅសូមបញ្ជាក់ថាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជាដែលកំណត់តាមប្រកបទិនពុទ្ធសាសនាតាមដំណើរគោចររបស់ព្រះច័ន្ទដែលរាប់តាមនវោនៃឆ្នាំចន្ទគតិនៅក្នុងវប្បធម៌របស់កម្ពុជាពិធីបុណ្យនេះត្រូវបានគេហៅថាពិធីបុណ្យគេហរដូវបុណ្យរដូវក្តៅនៃវិសមកាលតូចដែលបានមកពីអរិយធម៌នៃវប្បធម៌ប្រទេសឥណ្ឌាដែលហៅថ្ងៃចូលឆ្នាំថ្មីថាសង្ក្រាន្តដែលពាក្យសង្ក្រាន្តជាភាសាដើមនៃពាក្យសំស្ក្រឹតដែលត្រូវបានប្រជាជនកម្ពុជាឲ្យនិយមន័យថាខ្មែរសង្ក្រាន្តគឺជាថ្ងៃចូលឆ្នាំថ្មីដែលប្រារព្ធធ្វើឡើងជារៀងរាល់ថ្ងៃទី13ឬថ្ងៃទី14ខែមេសាជារៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនឹងត្រូវបានឈប់សម្រាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេមុនថ្ងៃចូលឆ្នាំខ្មែរមកដល់ប្រជាជនខ្មែរគ្រប់រូបនឹងធ្វើដំណើរវិវត្តគ្រប់ទិសទីមកលេងស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំក្រុមគ្រួសាររៀងរាល់ឆ្នាំបន្ទាប់មកពួកគេនឹងរៀបចំសម្អាតផ្ទះសម្បែងនិងតុបតែងលម្អផ្ទះជាមួយនឹងប្រពៃណីភ្ជួរគោមផ្កាយដែលពួកគេមានជំនឿថាពន្លឺគោមផ្កាយនឹងនាំមកនៅសេចក្តីសុខលាភសំណាងនិងមានភាពមានបានផងដែរក្រៅពីនេះទៀតមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរនៅតាមភូមិដូចជាចោលឈូងលាក់កន្សែងបងអង្គុញស្ដាច់ចង់ទាញព្រាត់ខ្លែងចាប់កូនមាន់និងល្បែងផ្សេងទៀតក្រៅពីល្បែងកំសាន្តនេះក៏មានល្បែងកំសាន្តមួយប្រភេទទៀតហៅថាពិធីលេងជះទឹកតាមលំនៅឋាននីមួយៗតែមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេដើម្បីជះទឹកទៅលើអ្នកដំណើរដែលពួកគេមានជំនឿថាភាពមិនល្អដែលតោងទាមនៅគ្រប់គ្នាតាំងពីឆ្នាំចាស់នឹងត្រូវលាងសម្អាតជំរះចេញក្នុងឆ្នាំថ្មីនេះដែលជាទំនៀមទម្លាប់មិនអាចចោលបាននៅវប្បធម៌ប្រពៃណីខ្មែរដែលតកតងនឹងកិច្ចពិធីស្រង់ព្រះពុទ្ធព្រះអង្គនិងស្រង់ព្រះរស់ដែលជាឪពុកម្ដាយយាយតារបស់យើងផងដែរ